ជំរាបសួរលោកគ្រូហើយក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះប៊ុនសេងទ្រីមកពីក្រុម SV 13.23 ថ្ងៃនេះខ្ញុំបានធ្វើការ record តាក់ទងទៅនឹង Grand Job Exercise មួយដែលយើងមាននៅក្នុង Linux ហ្នឹងឯងអញ្ចឹងយើងចូលទៅកាន់ប្រធានបទនៃ exercise យើងទាំងអស់គ្នាលំហាត់ទីមុននឹងយើងចូលទៅកាន់លំហាត់យើងត្រូវដឹងពី structure នៃGrand Job Time នៃ Linux ហ្នឹងសិនអញ្ចឹងនៅក្នុងនេះគេចូលជាលក្ខណៈផ្កាយចំនួន5ខ្ទង់ដែលខ្ទង់ទី1នោះគឺយើងអាច detail ទៅលើនាទីខ្ទង់ទី2តកតងទៅនឹងម៉ោងខ្ទង់ទី3តកតងទៅនឹង day of month ហើយខ្ទង់ទី4នោះតកតងទៅនឹង month ព្រមទាំងជាចុងក្រោយនោះគឺ day of week មានន័យថាថ្ងៃសៅរ៍ថ្ងៃច័ន្ទថ្ងៃអាទិត្យហ្នឹងឯងដែលជាថ្ងៃខ្មែរយើងអញ្ចឹងយើងចូលទៅកាន់ exercise យើងទាំងអស់គ្នាអញ្ចឹងទី1នោះគឺគេនិយាយបានថាយើងអាចអានវាដោយយើងអានបានថារៀងរាល់7នាទីម្ដងវាធ្វើការ execute នៅ automatic នៃពេលវេលាហ្នឹងឯងអញ្ចឹងមានន័យថាbackslash 7ហ្នឹងមានន័យថាជារៀងរាល់7នាទីម្ដងយើង pattern យើងឈរទៅលើនាទីហ្នឹងឯងអញ្ចឹងទី2នោះគឺយើងអាចនិយាយបានថាវា run រៀងនៅពេលដែលនាទីទី15ហើយរៀងរាល់2ម៉ោងម្ដងអញ្ចឹងមានថារាល់នាទីទី15 and វាធ្វើការ run រៀងរាល់2ម៉ោងម្ដងដូចជាម៉ោង 2:15 អញ្ចឹងវាធ្វើការតតែម៉ោង 4:15 มันវា run ម្ដងទៀតអញ្ចឹងមានថា2ម៉ោងម្ដងនៃនាទីទី15បន្តមកទៀតនោះគឺលំហាត់ទី3យើងអាចនិយាយបានថាយើងអាចអានថាវា run នៅនាទីទី30រៀងរាល់3ម៉ោងម្ដងអញ្ចឹងមានថាវាខុសគ្នាតែ1ម៉ោងហើយនេះខុសគ្នាតែ15នាទីពីអាទី2ទេអញ្ចឹងវាអត់មានអីត្រូវប្លែកទេកន្លែងហ្នឹងបន្តមកទៀតតកតងទៅនឹងលំហាត់ទី4លំហាត់ទី4នេះយើងអាចនិយាយបានថាវា run រៀងរាល់15នាទីម្ដងចាប់ពីម៉ោង8ព្រឹករហូតទៅដល់ម៉ោង10យប់គេថាម៉ោង22ហ្នឹងគឺជាម៉ោង10យប់ហើយវា run តែនៅថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រឯងអញ្ចឹងមានថា pattern ចុងក្រោយនេះគឺជា day of week មានន័យថាពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រក្រោម1ទៅដល់5ហ្នឹងឯងបន្តមកទៀតនោះគឺយើងចូលទៅកាន់លំហាត់ទី5ទាំងអស់គ្នាលំហាត់ទី5នេះវាធ្វើការវារៀងប្លែកបន្តិចដែរដែលយើងនិយាយបានថាវា run នៅម៉ោង9ម៉ោង11ម៉ោង1ម៉ោង3ហើយនិងម៉ោង5តែនៅរៀងរាល់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រនេះដូចគ្នាដែរនេះ day of week ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រប៉ុន្តែកន្លែងនេះប្លែកត្រង់ថាពី9ទៅដល់12អញ្ចឹងមានថាម៉ោង9ហ្នឹងណាទៅដល់ម៉ោង9ដល់ម៉ោង17ហ្នឹងមានន័យថាវាធ្វើការ increment ចំនួន2ម៉ោងអញ្ចឹងមានថាមិនមានន័យថាម៉ោង9វា run ម៉ោង11វា run អញ្ចឹងមានថាម៉ោង10វា run ទេប៉ុន្តែវាតែ run នៅម៉ោង11មានថាកន្លែងនេះគឺជាការ increment 2ម៉ោងម្ដងហ្នឹងឯងបន្តមកទៀតចូលទៅកាន់លំហាត់ទី6វិញអញ្ចឹងមានថាលំហាត់ទី6នេះយើងអាចនិយាយបានថាវា run នៅម៉ោង9:15នាទីម៉ោង1:15នាទីនិងម៉ោង5:15នាទីរៀងរាល់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រហ្នឹងឯងអញ្ចឹងនៅក្នុងករណីហ្នឹងក៏វាដូចគ្នាដែរវាចាប់ផ្ដើមធ្វើការ run នៃម៉ោង1:15នាទីម៉ោង9:15នាទីនិងម៉ោង5:15នាទីហ្នឹងឯងរៀងរាល់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រយើងចូលលំហាត់ទី7លំហាត់ទី7ហ្នឹងយើងអាចនិយាយបានថាវា run រៀងរាល់4ម៉ោងម្ដងមានថាវា run រៀងរាល់4ម៉ោងម្ដងចាប់ពីម៉ោង1រហូតទៅដល់ចាប់ពីម៉ោង1រហូតរៀងរាល់4ម៉ោងម្ដងចាប់ពីម៉ោង1រៀងរាល់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រអញ្ចឹងមានថាវាធ្វើការ run 4ម៉ោងម្ដងរៀងរាល់ពេលដែលម៉ោង1ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រអញ្ចឹងបន្តមកទៀតនោះគឺលំហាត់ទី8ទាំងអស់គ្នាយើងមានន័យថាយើងអាចបានវា run នៅម៉ោង2:30នាទីរៀងរាល់ពីថ្ងៃវា run តែនៅថ្ងៃច័ន្ទថ្ងៃពុធនិងថ្ងៃសុក្រប៉ុណ្ណោះជឿមើលថាវា run នៅពេលដែលម៉ោង2:30នាទី
ពីថ្ងៃច័ន្ទនៅថ្ងៃច័ន្ទថ្ងៃសុក្រថ្ងៃពុធហើយនិងថ្ងៃសុក្ររីឯលំហាត់ទី9វិញយើងអាចនិយាយបានថាវារ៉ាន់រៀងរាល់លំហាត់ទី9មានថាវារ៉ាន់នៅម៉ោង10រៀងរាល់ថ្ងៃសុក្រអញ្ចឹងមានថាកន្លែងនេះគឺជាម៉ោងវាចាប់ផ្ដើមរ៉ាន់ម៉ោង10អញ្ចឹងមានថាម៉ោង10 AM 10ព្រឹកហ្នឹងឯងរៀងរាល់តែថ្ងៃសុក្រតែមួយប៉ុណ្ណោះបន្តមកទៀតនោះគឺលំហាត់ទី10លំហាត់ទី10នេះយើងអាចនិយាយបានថាវារ៉ាន់រាល់10នាទីម្ដងចាប់ពីម៉ោង9ព្រឹករហូតទៅដល់ម៉ោង6ល្ងាចរៀងរាល់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រហ្នឹងឯងបន្តមកទៀតនោះគឺលំហាត់ទី11យើងវាចាប់ផ្ដើមធ្វើការរ៉ាន់នៅម៉ោង8ម៉ោង12ម៉ោង4ហើយនិងម៉ោង8ចាប់ពីថ្ងៃច័ន្ទរហូតទៅដល់ថ្ងៃសៅរ៍ជាវារ៉ាន់តា6ថ្ងៃថ្ងៃច័ន្ទថ្ងៃសៅរ៍រហូតម៉ោង8ម៉ោង12ម៉ោងម៉ោង4ហើយនិងម៉ោង8ហ្នឹងឯងបន្តមកទៀតលំហាត់ទី12នោះគឺវារ៉ាន់នៅម៉ោង3កន្លះនៅថ្ងៃទី1និងថ្ងៃទី15រៀងរាល់ខែយើងបានថាវារ៉ាន់នៅនៅម៉ោង3 30នាទីនៅថ្ងៃទី1និងថ្ងៃទី15ជារៀងរាល់ខែអញ្ចឹងបន្តមកលំហាត់ចុងក្រោយនោះគឺវាចាប់ផ្ដើមធ្វើការរ៉ាន់រៀងរាល់5នាទីម្ដងមានអាផ្កាយស្រាងរៀងរាល់5នាទីម្ដងចាប់ពីម៉ោង9ព្រឹករហូតទៅដល់ម៉ោង5ល្ងាចម៉ោង7ម៉ោង5ល្ងាចហ្នឹងតែរ៉ាន់នៅតែថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រនឹងមានថានៅថ្ងៃសុក្រនិងថ្ងៃសុក្ររហូតដល់ថ្ងៃច័ន្ទរៀងរាល់ពីម៉ោង9ទៅដល់ម៉ោង5ហ្នឹងណាវាធ្វើការរ៉ាន់ចំនួន5នាទីម្ដងវាធ្វើការ execute ទៅលើ time schedule automate ហ្នឹងអញ្ចឹងនៅក្នុងការបញ្យល់នៃការ exercise យើងមានតែប៉ុណ្្នឹងដែរ